នេះគឺជាเวลาភ្លួតដែលយើងមានទីតាំងចោះត្រឹមតែ700 ម៉ែត្រពីរង្វង់មូលការរំដួលជាប់នឹងផ្លូវកវ៉ាត់ក្រុង40 ម៉ែត្រគម្រោងផ្ទះយើងផងដែរយើងមានការប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់$10,000ភ្លាមៗអតិថិជនដែលគាត់ធ្វើការបង់ផ្ដាច់គឺនឹងទទួលបានប្លង់រឹងភ្លាមៗតែម្ដងសម្រាប់ទំហំដីយើងសង់ទៅលើទំហំដីគឺ9 ម៉ែត្រគុណនឹង16 ម៉ែត្ររីឯទំហំផ្ទះគឺ5 ម៉ែត្រគុណនឹង13 ម៉ែត្រដែលយើងមានជាបន្ទប់គេង3បន្ទប់ទឹក3ផ្ទះបាយ1ចំណតឡានយ៉ាងធំទូលាយនិងសក់ដៃចំហៀងពុកម៉ែបងប្អូនអាចរៀបចំជាកញ្ចក់លំហែបានយ៉ាងងាយស្រួលផងដែរឥឡូវកុំឲ្យខាត់ពេលយូរយើងទៅមើលផ្នែកខាងក្នុងផ្ទះតែម្ដងសូមអញ្ជើញត្រង់នេះគឺជាបរិវេណចំណតឡានជាមួយនឹងផ្នែកដីចំហៀងផ្ទះផងដែរដែលអតិថិជនក៏អាចរៀបចំជាកន្លែងកញ្ចក់លំហែឬក៏រៀបចំធ្វើអ្វីផ្សេងៗតាមតម្រូវការផងដែរហើយយើងទៅមើលផ្នែកខាងក្នុងនេះគឺជាបន្ទប់ទទួលភ្ញៀវដែលពុកម៉ែបងប្អូនក៏អាចរៀបចំជាដេកូទូទៅយ៉ាងស្រស់ស្អាតជាមួយនឹងសាឡុងយ៉ាងធំទូលាយបរិវេណត្រង់នេះវិញគឺជាផ្នែកតុទទួលទានអាហារដែលសម្រាប់ទីធ្លាតុទទួលទានអាហារគឺយើងមាន space ធំទូលាយខាងក្រុមហ៊ុនក៏មានការរៀបចំជាបង្អួចដើម្បីឲ្យពន្លឺចេញចូលមកផ្នែកខាងក្នុងផ្ទះបានគ្រប់គ្រាន់ផងដែរហើយសម្រាប់នេះផងដែរគឺជាផ្ទះបាយដែលយើងមានការរៀបចំជាដេកូទូតាំងលើក្រោមផ្នែកចក្រានបាយគឺអាចដាក់គ្រឿងទេសសម្ភារៈផ្ទះបាយបានយ៉ាងងាយស្រួលផងដែរហើយយើងក៏មានទ្វារទៅផ្នែកខាងក្រៅផ្ទះបានយ៉ាងងាយស្រួលជាន់ក្រោមយើងផងដែរយើងក៏មានជាបន្ទប់ទឹកមួយផ្នែកខាងក្នុងផងដែរកាន់តែពិសេសនេះគឺជាបន្ទប់មេគ្រួសារដែលបន្ទប់អធិស្ឋានបន្ទប់កេងមេគ្រួសារយើងមានការរៀបចំជាដេកូក្រេហើយនិងដេកូទូសម្លៀកបំពាក់បានយ៉ាងធំទូលាយផងដែរជាមួយនឹងដេកូតុសម្អាងជាមួយនឹងដេកូទូតាំងទូរទស្សន៍យ៉ាងស្រស់ស្អាតគឺនិយាយរួមទៅអតិថិជនគាត់អាចរៀបចំជាដេកូទូតាំងតាមតម្រូវការបានយ៉ាងងាយស្រួលក្នុងបន្ទប់នេះផងដែរគឺយើងមានជាកញ្ចក់បង្អួចដើម្បីឲ្យពន្លឺចេញចូលមកផ្នែកខាងក្នុងបន្ទប់គឺគ្រប់គ្រាន់ផងដែរនៅជាន់នេះវិញយើងក៏មានជាវេរ៉ង់ដាទៅផ្នែកខាងក្រៅសម្រាប់បន្ទប់មេគ្រួសារយើងក៏មានជាបន្ទប់ទឹកមួយដាច់ដោយឡែកយ៉ាងធំទូលាយផងដែរឥឡូវយើងទៅមើលបន្ទប់គេងសមាជិកតែម្ដងកាន់តែពិសេសគ្រាន់តែយើងចូលមកដល់គឺយើងដឹងថាបន្ទប់គេងនេះគឺជាបន្ទប់គេងកូនស្រីផងដែរយើងអាចរៀបចំជាដេកូទូសម្អាងជាមួយនឹងដេកូទូសម្លៀកបំពាក់ជាមួយនឹងដេកូក្រេយ៉ាងធំទូលាយផងដែរហើយនេះជាបន្ទប់គេងសមាជិកចុងក្រោយដែលជាបន្ទប់គេងយើងក៏អាចរៀបចំជាដេកូមិនខុសគ្នានឹងបន្ទប់គេងសមាជិកទី1ប្រហែលដែរអាចរៀបចំជាដេកូក្រេឬក៏ដេកូទូសម្លៀកបំពាក់តាមតម្រូវការផងដែរសម្រាប់បន្ទប់គេងពីរនេះផងដែរយើងមានជាបន្ទប់ទឹកនៅផ្នែកខាងក្រៅចឹងសម្រាប់ពុកម៉ែបងប្អូនដែលធ្វើការចាក់អារម្មណ៍អាចអញ្ជើញមកកាន់ការិយាល័យដោយផ្ទាល់ដែលមានទីតាំងជិតនឹងផ្លូវកវ៉ាត់ក្រុង40 ម៉ែត្រក្បែរនឹងកាហ្វេចេស្តា13នៅខាងខេត្តសៀមរាបដែលស្ថិតនៅក្នុងភូមិកោកថ្នោតឃុំកណ្ដែតស្រុកប្រាសាទបង្គំខេត្តសៀមរាបសូមអរគុណសូមជម្រាបលា